จะเรียบทุบไม้บางโอนออกนี้ថ្ងៃនេះផងដែរខ្ញុំបានមើលមងពោះហ្នឹងហើយហើយដល់មងទី1បាទដល់មងហើយគឺមងនេះគឺអត់ជាប់ទេបងប្អូនអរគ្នាមងនេះផងដែរគឺដាក់នៅជាប់វាស្រែពុកម៉ែបងប្អូនអរគ្នាបាទដាក់នៅលើភ្លឺស្រែបាទឥឡូវនេះផងដែរគឺដល់មងទី2របស់យើងហើយបាទដល់ហើយពុកម៉ែបងប្អូនគ្នាប៉ុន្តែនៅបន្ទប់នេះវាអត់សូវសម្បូរពោះទេពុកម៉ែបងប្អូនបាទព្រោះខ្ញុំដាក់2 3ថ្ងៃហើយបាទអត់ទាន់បានជាប់ទេទាំងថ្ងៃនេះនឹងជាប់ឬមិនជាប់ទេពុកម៉ែបងប្អូនអរគ្នាទស្សនាអរគ្នាបាទឥឡូវដល់ម៉ោងទី2របស់យើងហើយម៉ោងទី2ជាប់ឬមិនជាប់បាទអត់ជាប់ទេពុកម៉ែបងប្អូនអរគ្នាបាទគឺអត់សូវមានពោះទេពុកម៉ែបងប្អូនតែមើលទៅមុខទីទៀតបាទម៉ោងទី3របស់យើងបាទនេះគឺជាភ្លឺស្រែគឺស្រូវអីគឺចិត្តងាប់អស់ហើយពុកម៉ែបងប្អូនទាំងគ្នាគឺវារាំងប្រហែលថ្ងៃមកនេះនៅខាងខ្ញុំគឺអត់មានភ្លៀងទេពុកម៉ែបងប្អូនទាំងគ្នាបាទដីឡើងរឹងអស់ហើយពុកម៉ែបងប្អូនបាទឥឡូវនេះផងណាគឺជាដល់ម៉ោងទី3របស់យើងពុកម៉ែបងប្អូនបាទនៅខាងមុខបាទអាចដល់ហើយស្មៅក៏ងាប់ហើយពុកម៉ែបងប្អូនបាទវារាំងប្រហែលថ្ងៃនេះវាក្តៅពេកបាទឥឡូវដល់ហើយម៉ោងទី3របស់យើងពុកម៉ែបងប្អូនគ្នាបាទតែមើលដល់គ្នាបាទម៉ោងនេះជាប់ពុកម៉ែបងប្អូនបាទជាប់បាទមិននឹងចំពោះអីទេពុកម៉ែបងប្អូនបាទជាប់ហើយផ្កាចាស់ពុកម៉ែបងប្អូនបាទផ្កាចាស់ធំណាស់ពុកម៉ែបងប្អូនធំខ្លាំងមែនតើបាទបាក់ចូល3គីឡូពុកម៉ែបងប្អូនបាទធំណាស់ពុកម៉ែបងប្អូនធំមែនតើបាទជាប់ពួកឯងមិនជាប់ពុកម៉ែបងប្អូនបាទគឺជាប់ផ្កាចាស់បាទហើយស្កាចាស់នៅខាងបន្ទប់ខ្ញុំនេះគឺអត់ទៅមានអ្នកហូបទេហ្នឹងហើយនៅមួយជាប់ពោះនេះគឺពិបាកខ្លាំងមែនទែនគឺខ្ញុំអត់ហ៊ានចូលដោះទេបងប្អូនបាទគឺត្រូវការសម្រាប់ពិសិដ្ឋបាទទៅបានហ៊ានចូលដោះហ្នឹងវីដេអូនេះផងដែរគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទ